ជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមនាំអារម្មណ៍អំពូមីងបងប្អូនទាំងអស់គ្នាមកប្រមូលផលបន្លែខែនៅក្នុងសួនបន្លែរបស់នាងខ្ញុំខែគឺជាបន្លែមួយប្រភេទដែលមានសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ដល់សារពាង្គកាយរបស់មនុស្សយើងណាអំពូមីងបងប្អូនសារធាតុចិញ្ចឹមនោះមានដូចជាកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម អៃរ៉ុន ហ្វៃប៊ឺ វីតាមីន C វីតាមីន A និងវីតាមីន Kខែមានអត្ថប្រយោជន៍ណាអំពូមីងបងប្អូនច្រើនមែនទែនជួយដល់សុខភាពភ្នែកសុខភាពស្បែកបេះដូងប្រព័ន្ធរំលាយអាហារឆ្អឹងអ្វីដែលកាន់តែពិសេសជាងនោះទៅទៀតគឺជួយប្រឆាំងនឹងទប់ទល់នឹងជំងឺមហារីកសម្រាប់សារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍របស់ខែដែលនាងខ្ញុំលើកមកបង្ហាញអំពូមីងបងប្អូននេះឯកសារអស់ទាំងនេះគឺនាងខ្ញុំបានធ្វើការស្រាវជ្រាវពីអ៊ីនធឺណិតមកអំពូមីងបងប្អូនអញ្ចឹងបើសិនជាអំពូមីងបងប្អូនដែលមានអ្វីដែលថ្មីស្រាវជ្រាវមកបានអ្វីដែលថ្មីដែលតាក់ទងនឹងសារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍របស់ខែអំពូមីងបងប្អូនជួយតម្លាក់ការខមមិនម្នាក់មួយក្នុងវីដេអូរបស់នាងខ្ញុំផងចាអរគុណច្រើនអំពូមីងបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តវីដេអូរបស់នាងខ្ញុំជូនពរអំពូមីងបងប្អូនមានសុខភាពល្អទាំងអស់គ្នា